ជំរាបសួរពុកម៉ែបងប្អូនជាទីគោរពរាប់អានក្រមមេឃលើកដីហេតុអ្វីប្រទេសកម្ពុជាអភ័ព្វនេះនៅក្នុងស្រុកបាននិយាយរឿងជាតិរឿងពិតដឹងតែចូលគុកឧទាហរណ៍ថាក្បាលម៉ាស៊ីនប្រើលេងកើតគួរតែបដូរចោលឬមិនបដូររឿងប្រទេសជាតិកូនចឹងដែរចាប់សង្គ្រាមទៅប្រជាពលរដ្ឋបាត់បង់ផ្ទះសម្បែងបាត់បង់ជីវិតបាត់បង់ទ្រព្យសម្បត្តិច្រើនណាស់តើខាងណាជាអ្នកទទួលខុសត្រូវខាងរាជរដ្ឋបាលកម្ពុជាឬខាងរាជរដ្ឋបាលប្រទេសសៀមនេះជាអ្នកទទួលខុសត្រូវប្រទេសកម្ពុជា 100% គឺនាំគ្នាដាក់ប្តឹងទៅ ICC ICJ PPA ដើម្បីយកឈ្នះពីព្រោះប្រទេសយើងប្រទេសសៀមនេះបានគៀបសង្កត់ប្រទេសយើងជារឿយហើយប្រាសាទតាក្បីប្រាសាទតាមាន់ធំប្រាសាទតាមាន់ទូចប្រាសាទព្រះវិហារដែលជាគេមកដល់កូនដូនតាបានបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយទុកមើលតែពេលនេះប្រទេសសៀមចង្រៃបានមកកំទេចចោលអស់ហើយតើអ្នកណាជាទទួលខុសត្រូវរឿងនេះសូមបងប្អូនកូនខ្មែរទាំងអស់សូមកុំនៅស្ងៀមអសោះសូមជួយរកយុត្តិធម៌ឲ្យប្រទេសកម្ពុជាផងដើម្បីឲ្យពលឹងដូនតាគាត់បានទៅស្ងប់ហើយស្នំពរទៅដល់វិទ្យុ VOA សូមចាក់ផ្សាយគ្រប់ភាសាគ្រប់ប្រទេសសូមជួយផងព្រោះប្រទេសខ្មែរមានសង្គ្រាមសូមវិទ្យុ VOA ជួយចាក់ផ្សាយគ្រប់ភាសាគ្រប់របងគ្រប់ប្រទេសជួយផងហើយនៅថ្ងៃទី4ថ្ងៃអាទិត្យត្រូវខែ1ឆ្នាំ2026នៅជុំកាត់យកមានមហាបាតកម្មមួយធំទី1